ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូថ្មីទៀតហើយខ្ញុំដូចជាខានចេញវីដេអូថ្មីយូរដែរហើយតែសារនេះខ្ញុំនឹងចេញវីដេអូទៅលេងកោះ Noria ជាលើកទី2ដែលវីដេអូមុនគឺខ្ញុំធ្លាប់ចេញវីដេអូម្ដងហើយតើតើមួយការទៅលេងកោះ Noria កាលឆ្នាំ2023-24អញ្ចឹងឆ្នាំនេះ2025ខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅលេងកោះ Noria ជាលើកទី2នៅក្នុងឆ្នាំ2025មុនទៅដល់កោះ Noria ក៏ពួកខ្ញុំឆ្លៀតនៅតាមផ្លូវទិញចំណីអាហារមួយចំនួននិងភេសជ្ជៈមួយចំនួនយើងទិញនៅតាមផ្លូវគឺនិយាយប្រហែលទៅគឺយើងសំចៃលុយបានច្រើនមែនតើពួកខ្ញុំបានទិញដូចជាពងមាន់អាំងមានបុកល្ហុងនិងភេសជ្ជៈបើកម្លាំងមួយចំនួនយើងទិញទៅវាខ្ចប់ទៅហើយមានដូចជាចង្រិតអ្នកគ្នាចង្រិតបំពងគឺខ្ញុំមានកន្លែងមួយរបស់ខ្ញុំដែរគឺកន្លែងគាត់នេះគឺពិតជាឆ្ងាញ់មែនតើអ្នកគ្នាព្រោះការធ្វើរបស់គាត់គឺថ្មីភ្លាមហើយបន្តមកទៀតក៏វាជាវិធីសាស្ត្រមួយក្នុងការដែលយើងសន្សំចៃលុយបានច្រើនផងដែរ2 hours later អូខេអ្នកតាគ្នាឥឡូវនេះគឺយើងមកដល់ហើយគឺខ្ញុំយកម៉ូតូទៅផ្ញើចេញមកក្បាលដំបូងអ្នកគ្នាគឺពិតជាប្លែកមែនទេអ្នកតាគ្នាការខ្ញុំមកកាលឆ្នាំ2023គឺអត់មានអីសោះអ្នកគ្នាប៉ុន្តែមកដល់ឆ្នាំ2025នេះវ៉ាវស្ប្រាយខ្ញុំមែនទេដោយសារខ្ញុំខានមកយូរមានរបស់ញ៉ាំអាហារច្រើនមុខមែនតើអ្នកនរគ្នាស្អីក៏មានដែរអ្នកនរគ្នាប៉ុន្តែកុំភ្លេចអ្នកនរគ្នាខ្ញុំចែករំលែកបទពិសោធន៍មួយព្រោះដោយសារអីគឺតាក់ទងមួយការទូទាត់លុយតាមរយៈទូរស័ព្ទប្រើកងធនាគារផ្សេងៗខ្ញុំមិនដឹងថាម៉េចទេមកដល់នៅទីកន្លែងនេះគឺបើសិនជាយើងអត់មាន connect Wi-Fi ពីហាងដែលគេលក់ចំណីអាហារឬមួយក៏លក់ស៊ុបលក់ barbecue អីទេអ្នកគ្នាដឹងតែបបាឲ្យព្រោះដោយសារអីសេវាកម្ម smart នៅក្នុងនេះគឺ scan QR លុយ payment អត់បានទេពួកខ្ញុំប្រើ smart ចឹងណាអ្នកគ្នាអញ្ចឹងជាយល់ល្អអ្នកគ្នាកុំភ្លេចដកលុយសុទ្ធដាក់តាមខ្លួនមួយចំនួនផងតោះបកមកត្រឡប់ពីទេសភាពវិញអ្នកគ្នាយ៉ាគឺពិតជាមនុស្សអ៊ូអរមែនតែនហើយអារម្មណ៍របស់យើងគឺស្រស់ស្រាយប្លែកមនុស្សច្រើនការតុបតែង decor design នៅតាមមាត់ទឹកគឺអូអ្នកគ្នាគឺពួកអារម្មណ៍របស់ខ្ញុំ surprise មែនតើហើយជាការ recommend របស់ខ្ញុំអ្នកទាំងអស់គ្នាអាចមកដល់នៅក្នុងកន្លែងនេះម៉ោង5ចន្លោះចាប់ពីម៉ោង5ទៅគឺអាកាសធាតុចុះអន់កម្ដៅហើយគឺអាចដើរលេងមើលទេសភាពបានច្បាស់ល្អចាប់ផ្ដើមមានភ្លើងភ្លឺគ្រប់ចម្រុះពណ៌ដែលនៅតំបន់នេះគេ decor គេ design លេងភ្លើងហើយអមជាមួយនឹងហាងផ្សេងៗដែលគាត់ដាក់អំពូលភ្លើងលេងពណ៌ហើយយើងមើលទូកនៅពេលល្ងាចចន្លោះពីម៉ោង6ល្ងាចហើយយើងអង្គុយលក្ខណៈមួយថាសង់ទីម៉ង់មើលទូកមើលទន្លេហើយយើងញ៉ាំអាហារសម្រន់របស់យើងដែលយើងបានទិញមកណាគ្នាគឺវាបង្កើតបរិយាកាសមួយគឺធ្វើឲ្យយើងនឹងភាព stress ភាពហត់នឿយនៅក្នុងការបំពេញការងារឬក៏យើងធ្វើការក៏ស៊ីអីផ្សេងថ្ងៃចុងសប្តាហ៍គឺមកដើរលេងនៅតំបន់នេះគឺល្អមែនតែអ្នកនរគ្នាអូយ surprise គូវាខុសដាច់កាលពីឆ្នាំ2023ដែលខ្ញុំមកគឺវាអត់ទាន់មានអីសោះអ្នកនរគ្នាគឺមក surprise មែនតែនហើយនៅក្នុងកន្លែងនេះផងដែរក៏គេបង្កើតមួយគេមានស្ពានដែកមួយឆ្លងឲ្យយើងជិះទូកណាអ្នកគ្នាពីមុនយើងជិះទូកបានតែនៅដូចជាម្ដុំសារិត្រីតែឥឡូវនេះអត់ទេនៅកោះ Noria យើងក៏គេធ្វើផ្លូវមួយគឺសម្រាប់ទូកចំណោតយើងអាចឡើងជិះនៅទីនេះបានយើងដើរលេងទូកកវលជុំវិញហើយក៏យើងអាចមកឈប់ចតនៅម្ដុំកោះ Noria នេះក៏បានដែរគឺពិតជា surprise ហើយល្អមែនតើហើយ recommend អ្នកនរគ្នាកុំភ្លេចណាមកដើរលេងម្ដងផងហើយវីដេអូនេះគឺខ្ញុំដូចជាអត់មានអីច្រើនទេខ្ញុំគ្រាន់តែចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាកោះ Noria ឥឡូវគឺស្អាតជាងពីមុនខ្លាំងគឺខ្លាំងមែនតើអ្នកគ្នាអើយស្អាតមែនតើដែលធ្វើឲ្យខ្ញុំសរសើរមិនដាច់ពីមាត់ហើយធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយហើយមិនចាញ់នៅស្រុកគេប៉ុន្មានទេនិយាយទៅខ្ញុំមិនអាចទៅស្រុកគេទេប៉ុន្តែខ្ញុំធ្លាប់មើលវីដេអូគេផលនៅក្នុង Facebook នៅក្នុង social media ផ្សេងឃើញស្រុកគេស្អាតនៅកន្លែងមាត់ទឹកប៉ុន្តែស្រុកខ្មែររបស់យើងឥឡូវគឺមិនចាញ់ស្រុកគេទេចង់រៀងទំនើបជាងស្រុកគេទៀតនៅតំបន់កំសាន្តមួយចំនួនអូខេបាយបាយជួបគ្នាវីដេអូក្រោយសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូនេះសូមអរគុណសូមជម្រាបលាបាយបាយ